រឿងសាមញ្ញដែលអ្នកធ្វើរាល់ថ្ងៃតែបំផ្លាញសុខភាពដោយមិនដឹងខ្លួនញ៉ាំបាយបណ្ដើចុចទូរស័ព្ទឬមើលវីដេអូបណ្ដើតើអ្នកដឹងទេថារាល់ពេលដែលភ្នែកនិងខួរក្បាលរបស់អ្នកផ្ដោតទៅលើរឿងអេក្រង់ទូរស័ព្ទពេករាងកាយរបស់អ្នកគឺកំពុងតែញ៉ាំអាហារចូលទៅទាំងងងឹតងងុលអ្នកដឹងទេថាកាលណាអារម្មណ៍មិនផ្ដោតលើចំណីអាហារខួរក្បាលមិនបានបញ្ជាឲ្យទៅពីបានមកចត់នោះទេដែលជាហេតុធ្វើឲ្យក្រពះធ្វើការធ្ងន់ទ្វេដងនាំឲ្យហើមពោះឆ្អល់ពោះនិងកើតជំងឺក្រពះរ៉ាំរ៉ៃកាលណាអ្នកញ៉ាំអាហារលឿនពេកនិងញ៉ាំច្រើនហួសប្រមាណដោយមិនដឹងខ្លួនវាក៏ជាហេតុនាំឲ្យឆ្អែតជ្រុលដោយមិនដឹងខ្លួនព្រោះតែត្រូវបានរារាំងដោយវីដេអូឬហ្គេមនៅលើអេក្រង់ទូរស័ព្ទធ្វើឲ្យអ្នកមិនបានផ្ដោតអារម្មណ៍លើអាហារតើអ្នកណាខ្លះកំពុងប្រព្រឹត្តរឿងបែបនេះគួរតែផ្លាស់ប្ដូរទម្លាប់នេះហើយអ្នកអាចសាកល្បងដាក់ទូរស័ព្ទចុះរួចងាកមកផ្ដោតលើរសជាតិអាហារវិញទំពាឲ្យបានហ្មត់ចត់ជួយសម្រាលបន្ទុកក្រពះនិងធ្វើការឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងល្អផ្ដោតតម្លៃឲ្យរបបអាហាររបស់អ្នក15ទៅ20នាទីដោយគ្មានទូរស័ព្ទតើអ្នកអាចធ្វើបានទេបើធ្វើបាននោះអ្នកនឹងមានអារម្មណ៍ថាស្រឡះខ្លួនមិនធាត់និងមានសុខភាពល្អជាងមុនជាក់ជាមិនខានដាក់ទូរស័ព្ទចុះនៅពេលញ៉ាំអាហារដើម្បីសុខភាពរបស់អ្នកនិងមនុស្សជាទីស្រឡាញ់